នៃខេត្តកម្មបាញ់សម្លាប់ថៅកែអង្គររួចបាញ់សម្លាប់ខ្លួនតាមក្រោយនៅខេត្តត្បូងឃ្មុំផ្ដើមចេញពីភ្លើងប្រច័ណ្ឌត្បូងឃ្មុំករណីខេត្តកម្មបាញ់សម្លាប់ថៅកែអង្គរនិងបុរសម្នាក់រួចជន់ដៃដោះបាញ់សម្លាប់ខ្លួនតាមក្រោយនៅព្រឹកថ្ងៃទី16ខែមីនា2026ស្ថិតនៅក្នុងភូមិស្រែសៀមឃុំជីរ៉ូតទី2ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំផ្ដើមចេញពីភ្លើងប្រច័ណ្ឌសេចក្តីរាយការណ៍បន្ថែមបានឲ្យដឹងថាខ្មាន់កិនលឹកភ្លើងឈ្មោះវ៉ាន់ត្រកាលអាយុ43ឆ្នាំស្នាក់នៅភូមិស្រែសៀមឃុំជីរ៉ូតទី2ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំជាអ្នករស់ស៊ីអង្គរដូចគ្នាដោយឡែកជនរងគ្រោះពីរនាក់ទៀតឈ្មោះគឹមលៀងអេងភេទស្រីអាយុ42ឆ្នាំមុខរបរថៅកែអង្គរមានទីលំនៅនៅភូមិស្រែសៀមឃុំជីរ៉ូតទី2ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំស្លាប់នៅនឹងកន្លែងកាត់ហេតុនិងបរិមម្នាក់ទៀតមានឈ្មោះសុកវ៉ាន់ដេអាយុ44ឆ្នាំមានទីលំនៅនៅភ្នំពេញស្លាប់នៅនឹងកន្លែងកាត់ហេតុបើតាមសេចក្តីរាយការណ៍ហេតុការណ៍បាញ់ប្រហារនេះគឺផ្ដើមចេញពីភ្លើងប្រច័ណ្ឌរបស់ខ្មាន់កំភ្លើងទៅលើស្ត្រីជនរងគ្រោះជាមួយនឹងបរិមម្នាក់ទៀតជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃដែលក្រុមភ្ជាប់ពីជាមួយគ្នានៅអំឡុងចុងខែមីនានេះខណៈដែលថៅកែអង្គរនិងខ្មាន់កំភ្លើងធ្លាប់មានតំណែងជាមួយគ្នាកាលពីពេលកន្លងទៅយ៉ាងណាក៏ដោយសម្រាប់អំពើឃាតកម្មដ៏សាហាវមួយនេះកំណងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំកំពុងស៊ូនាំបន្តរកឲ្យឃើញពីមូលហេតុពិតប្រាកដ